ចាសួស្តីពុកម៉ែបងប្អូនថ្ងៃហ្នឹងខ្ញុំអាំងពងទាអាំងបងប្អូនអាំងពងមាន់អាំងពងមាន់អាំងតែអត់អាំងនៅនឹងចានទេអាំងនៅនឹងឆ្នាំងតែម្ដងបងប្អូនគឺមានរសជាតិឆ្ងាញ់មែនតើជាដំបូងយើងមករៀបគ្រឿងផ្សំរបស់វាបងប្អូនគ្រឿងផ្សំមានតែពងមាន់នឹងឯងហើយខ្ញុំប្រើពងមាន់10គ្រាប់បងប្អូនចង់ដាក់5អីក៏បានដែរតាមចំណង់ចំណូលចិត្តដោយសារតែយើងមានគ្នាច្រើនយើងដាក់អាំងតាមហ្នឹងណាហើយខ្ញុំពីមុនអាំងតនៅនឹងកូនចានទេបងប្អូនដោយសារតែយើងអាំងនឹងកូនចានវាអត់តន់ចិត្តឥឡូវខ្ញុំដាក់អាំងមួយឆ្នាំងតែម្ដងវិធីអាំងគឺងាយទេបងប្អូនយើងប្រើពងមាន់10គ្រាប់កូរវាក្លុកវាឲ្យសព្វទៅយើងដាក់អំបិលរឌីងកន្លះស្លាបព្រាបងប្អូនហើយការអាំងតែប៉ុណ្្នឹងឯងគ្រឿងផ្សំរបស់វាហើយយើងដាក់ឆ្នាំងមកហើយយើងដាក់ចាក់ពងមាន់យើងចូលបងប្អូនគ្របប្រហែលជា5នាទីអីឆ្អិនហើយដាក់ក្នុងភ្លើងតិចមែនតើដាក់ភ្លើងតិចបងប្អូនដាក់ភ្លើងខ្លាំងខ្លោចណាដោយសារតែឆ្នាំងវាងុំបានល្អហើយសាច់វាខាងក្នុងតុនឆ្ងាញ់ហើយតែបើសិនជាបងប្អូនអាំងបងប្អូនចង់លាយទឹកអីបន្តិចក៏បានដែរដើម្បីបើយើងលាយទឹកឲ្យវាតុនជាងហ្នឹងតែបើសិនជាអត់លាយទឹកទេវារាងរឹងបន្តិចតែអត់អីទេបងប្អូននៅតែឆ្ងាញ់អញ្ចឹងហើយការហូបយើងហូបជាមួយអំបិលម្រេចក្រូចឆ្មាហើយនឹងម្ទេសឆាហើយនឹងខ្ទឹមអីចឹងទៅបងប្អូននិយាយរួមតាមចំណង់ចំណូលចិត្តបងប្អូនទៅណាហើយមានជីមានអីចឹងទៅបងប្អូនហើយនិយាយជាតិមែនតើបងប្អូនជាតិមែនតើណាហើយសាច់វាតុនបងប្អូនតុនដូចជាពងមាន់គេអាំងគេអាំងលក់អាចារ្យ2000ណាក៏ប៉ិតខ្ញុំមានកូនចាននឹងដែរតែខ្ញុំអត់អាំងដោយសារតែវាអត់តន់ចិត្តណាឥឡូវយើងអាំងមួយឆ្នាំងធំនេះតែម្ដងនិយាយរួមទៅខ្ញុំអាំងពេលល្ងាចបងប្អូនហើយស្មើនឹងបញ្ចូលសលេងនឹកឃើញចង់ឃ្លានចង់ញ៉ាំទៀតចាបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត